ម្មតាមុនមិនមែនជាជំងឺឆ្លងទេមានន័យថាបើសិនជាមិត្តភ័ក្តិរបស់យើងកើតមុនយើងនៅចិត្តមិត្តភ័ក្តិរបស់យើងរស់នៅជាមួយមិត្តភ័ក្តិរបស់យើងក៏យើងអត់អាចឆ្លងជំងឺមុនហ្នឹងមកយើងបានដែរប៉ុន្តែបងប្អូនយើងគាត់ឆ្ងល់ថាចុះបើខ្ញុំរស់នៅក្នុងបន្ទប់ជាមួយគ្នាខ្ញុំប្រើប្រាស់កសែងជាមួយគ្នារបស់ប្រើប្រាស់ដែលគាត់ជូតមុខឬក៏កន្លែងដែលគាត់មានមុនហ្នឹងក៏ខ្ញុំប្រើរួមគ្នាតើខ្ញុំអាចឆ្លងជំងឺមុនអត់ក៏នៅតែអត់ដែរយើងអត់អាចឆ្លងជំងឺមុនតាមរយៈការប្រើប្រាស់របស់រួមគ្នាក៏ប៉ុន្តែអីដែលអាចឆ្លងបាននោះគឺមេរោគទៅវិញដោយសារតែនៅពេលដែលអ្នកដែលឡើងមុនហ្នឹងគឺគាត់អាចមានមុនខ្ទុះដែលមុនខ្ទុះហ្នឹងពេលខ្លះវាធ្លាយវាអីវានៅលើស្បែកមុខរបស់គាត់ពេលដែលយើងគាត់ជូតកសែងជូតអីហ្នឹងមេរោគហ្នឹងអាចដាមជាប់ជាមួយនឹងកសែងហ្នឹងអញ្ចឹងបើសិនជាយើងប្រើប្រាស់កសែងហ្នឹងនៅលើស្បែករបស់យើងមេរោគហ្នឹងអាចឆ្លងមកធ្វើឲ្យរលាកគល់រោមរបស់យើងអាចធ្វើឲ្យស្បែករបស់យើងឡើងជាកទួលឡើងជាការរលាកអីចឹងទៅប៉ុន្តែពេលដែលយើងព្យាបាលមេរោគហ្នឹងជាអស់បញ្ហាហ្នឹងក៏អស់ដែរមានន័យថាគាត់មិនអាចកើតទៅជាមុនកប់ឬក៏ទៅជាមុនខ្ទុះបន្តទៀតទេអញ្ចឹងមុននៅតែមិនឆ្លងតែស្អីដែលអាចឆ្លងគឺមេរោគដែលរលាកនៅក្នុងមុនហ្នឹងឯងបាទអរគុណ